ឆ្លៀតពេលឆ្លើយសំណួរបងកាត់សួរលោកគ្រូខ្ញុំស្វាងភ្នែកដោយសារជំងឺទឹកនោមផ្អែមតើអាចព្យាបាលបានទេបាទព្យាបាលបានបងបើសិនការស្វាងរបស់បងនៅឃើញខ្លះណាបាទបើសិនជាបងមិនទាន់ងងឹត 100% មិនទាន់ហូរឈាមបាតភ្នែកមិនទាន់ខូចបាតភ្នែក 100% ឈានទៅពិការភាពពូកាលណាបងមានជំងឺទឹកនោមផ្អែមបាទយើងឆែកនៅពេទ្យឲ្យជាប់បាទហើយបន្ទាប់មកគេមើលកុងត្រូលជាតិស្កររបស់បងមើលទឹកនោមផ្អែមរបស់បងបាទតាក់ទងលំហាត់ប្រាណលំហាត់អីហើយបន្ទាប់មកយូរទៅគេនឹងឲ្យបងទៅឆែកនៅពេទ្យភ្នែកហើយខ្លាចយើងប្រឈមយើងហូរឈាមបាតភ្នែកទឹកដក់ឡើងបាយណាបាទកាលណាហូរឈាមបាតភ្នែកអានឹងជំងឺធ្ងន់ណាបងបាទគេរុញឲ្យយើងទៅក្រៅប្រទេសទៅក្រៅអីអញ្ចឹងណាបាទគេមើលយូរគេនឹងឲ្យយើងទៅពេទ្យភ្នែកហើយអញ្ចឹងកាលណាមានជំងឺទឹកនោមផ្អែមនេះគឺឆ្លើយសំណួរជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានយល់ដឹងបាទអំពីជំងឺទឹកនោមផ្អែមវាពាក់ព័ន្ធច្រើនវាប៉ះពាល់ច្រើនប៉ុន្តែវាអាចនឹងធ្វើឲ្យបើសិនជាមានបញ្ហាភ្នែកសម្រាប់មនុស្សចាស់បាទវាអាចនឹងធ្វើឲ្យហូរឈាមបាតភ្នែកយូរទៅយើងឈឺយូរទៅបើសិនយើងកុងត្រូលអត់ជាប់បាទកុងត្រូលរយៈពេលយូរឆ្នាំទៅកុងត្រូលចេះតែជាតិស្ករឡើងចុះឬក៏អ្នកខ្លះគាត់មិនបានការពារល្អអញ្ចឹងក៏អាចប្រឈមហូរឈាមបាតភ្នែកកត្តាខាងមុខណាបាទហូរឈាមបាតភ្នែកទឹកដក់ឡើងបាយហើយកាលណាចូលហូរឈាមបាតភ្នែកទឹកដក់ខូចបាតភ្នែក 100% វាទៅជាពិការភាពអានឹងជួយអត់បានទេចាប់ផ្ដើមមានជំងឺទឹកនោមផ្អែមហើយចាប់ផ្ដើមស្វាំងហើយលើសឈាមក៏ស្វាំងដែរបងដោយសារវាហើមបាតភ្នែកបើទឹកនោមផ្អែមភាគច្រើនរលាកបាតភ្នែកបាទកាលណារលាកហើយរបើកខូចបាតភ្នែកវាទៅជាហូរឈាមវាដុសសរសៃថ្មីបាទការដែលយើងលើសឈាមហ្នឹងឬក៏ជាតិស្ករពិសេសជាតិស្ករប៉ះពាល់លឿនជាងបាទវាធ្វើឲ្យស្ទះកាលណាមានជាតិស្ករស្ទះសរសៃឈាមបាទនៅបាតភ្នែករបស់យើងសរសៃឈាមទូចវាខូចខួរក្បាលខូចភ្នែកខូចកលៀនខូចបេះដូងខូចឆ្អឹងបាទឈឺទាំងសន្លាក់បាទដោយសារអីបាទវាធ្វើឲ្យកកទៅតាមសរសៃឈាមនេះទៅតាមសរសៃឈាមដែលយើងរាល់ថ្ងៃពិសេសខូចសរសៃឈាមតូចហ្នឹងបាទបាតភ្នែករបស់យើងកាលណាវាស្ទះទៅវាដុសសរសៃថ្មីវាចាក់ទៅបាតភ្នែកធ្វើឲ្យមានការស្វាំងអញ្ចឹងវាធ្វើឲ្យរលាកបាតភ្នែកបាទរលាកបាតភ្នែករលាកហើយចាប់ផ្ដើមហូរឈាមបាតភ្នែកទឹកដក់ឡើងបាយកាលណាមានទឹកនោមផ្អែមអាចប្រឈមរលាកបាតភ្នែកហើយឡើងបាយពីរហ្នឹងធំអាសាជួបតែម្ដងបងបាទពីរហ្នឹងបាទបន្ទាប់មកឡើងបាយយូររយៈពេលយូរឆ្នាំយើងអត់បានមើលអត់បានព្យាបាលអញ្ចឹងវានឹងទៅជាទឹកដក់កាលណាទឹកដក់បែកបាយคล้ายទឹកដក់ខូចបាតភ្នែកទៅពិការ 100% ឬក៏អាចហូរឈាមបាតភ្នែកមុនបាទតែកាលណាឡើងបាយទឹកដក់មកជាមួយគ្នាកាលណាលាកបាតភ្នែកអាចប្រឈមទឹកដក់ទៅជាឡើងបាយបាទអញ្ចឹងវាពាក់ព័ន្ធគ្នាទាំងអស់អញ្ចឹងកាលណាមានជំងឺទឹកនោមផ្អែមរៀងធ្ងន់តិចហើយប៉ះបាតភ្នែកប៉ះឡើងបាយបាទធ្វើឲ្យខូចបាតភ្នែកលឿនធ្វើឲ្យអ្នកជំងឺអាចពិការភាពបានអញ្ចឹងយើងកុងត្រូលជាតិស្ករយើងហាត់ប្រាណបាទយើងមានលំហាត់ប្រាណរបបអាហាររបស់យើងបាទអញ្ចឹងយើងកុងត្រូលឲ្យជាប់ហាត់ប្រាណទៅបន្ទាប់មកញ៉ាំថ្នាំព្យាបាលភ្នែកទៅបើមានបញ្ហាភ្នែកយើងអាចរស់នៅស្រួលដូចគេបាទតទៅមុខបានវែងឆ្ងាយចាស់ទៅនៅតែភ្លឺអត់មានបញ្ហាអីទេខ្លាចតែយើងអត់មើលបាទខ្លាចតែបងអត់មើលអញ្ចឹងអាចតាក់ទងមកបានបើចង់បានថ្នាំញ៉ាំណាបាទខ្ញុំឲ្យប្រើប្រាស់បានខ្ញុំសូមប្រឹក្សាសិនថាកម្រិតណាបាទខូចមួយខាងឬក៏ទាំងពីរទៅហើយបាទអញ្ចឹងខ្ញុំសូមដឹងសិនណាចាំតាក់ទងមកចូល TikTok របស់ខ្ញុំមានលេខតំណហើយបាទអរគុណបងបាទ